นี้ជាថ្ងៃដែលបាលីងហ្វាร์มចំការខ្ញុំផ្ទាល់ចាប់ផ្ដើមដាក់ជីម្ដងទៀតនៅពាក់កណ្ដាលខែចាមេឃភ្លៀងរយៈពេល3ថ្ងៃ3យប់ហើយនេះក៏ចង់ភ្លៀងមកទៀតដែរដោយសារគេហៅថាព្យុះអាកាសធាតុអញ្ចឹងទៅយើងត្រូវតែបាចឲ្យទាន់ហេតុការណ៍ពូកាលណាតែយើងឃើញភ្លៀងហើយយើងអត់បានបាចជីអត់បានដាច់អីដាក់ឲ្យវាធ្វើឲ្យដងរបស់យើងហ្នឹងខៀវមែនប៉ុន្តែផ្លែអាចនឹងធ្លាក់ចុះមូលហេតុទី1ហេតុអីផ្លែនឹងធ្លាក់ចុះនៅពេលដែលជីរបស់យើងមួយក្តាប់ដៃប្រើជាមួយនឹងទឹកឧទាហរណ៍ណា200លីត្រក្នុងមួយដើមវាស៊ីបានប៉ុន្តែក្នុងករណីដែលភ្លៀងជោគជាំរហូតចេះយើងគិតថាមិនដាក់ចំនួនតែប៉ុណ្ណឹងបានហើយវាធ្វើឲ្យសារជាតិជីវានឹងខ្វះនៅលើដើមដូងនេះជាបញ្ហាដែលកសិករគាត់អាចដឹងហើយខ្ញុំក៏ចង់ប្រាប់ដែរយើងចង់ឲ្យបានផ្លែបានការតធ្លាយគ្នារហូតយើងត្រូវតែដាក់ជីឲ្យទៀងទាត់ហើយដាក់តាន់ពេលវេលានិងស្ថានភាពពិតរបស់វាដែលត្រូវការនៅពេលចាំបាច់វគ្គបែបនោះអញ្ចឹងជីរបស់យើងគឺដាក់ដូចរាល់ដងចឹងខ្ញុំបាយតាមគោលដងបែបហ្នឹងរហូតហើយបងប្អូនមើលណាខ្ញុំអធិប្បាយឲ្យស្ដាប់មួយទៀតបងប្អូនខ្លះណាឃើញដើមដូងខ្ញុំថាចេះដូងខ្ញុំស្គមដូងខ្ញុំអីចឹងណាប៉ុន្តែដូងដោយពាក្យថាដូងគឺវាអត់អាចធំជាងនឹងបានទេកាលណាតែវាមានរូបរាងវាមកបែបនេះហើយគឺវានឹងប្រប៉ុណ្ណេះរហូតមិនមែនបានន័យថាយើងដាក់ជីនៅអង្គលដើមវានឹងរីកទៀតទេគឺវាអត់រីកមានទេដើមដូងគឺវានៅតែប៉ុណ្ណឹងកាលណាតែវាខ្ពស់ឡើងដោយមនុស្សដែលខ្ពស់គីឡូនៅដដែលវានឹងឃើញបែបរៀងនឹងសលូនឡើងទៅលើអញ្ចឹងមកវានៅទៀតឃើញវារៀងកម្មាប់អញ្ចឹងនៅពេលវាខ្ពស់ឡើងវាទៅធំនៅលើតែយើងមើលអត់ឃើញហើយដងនៅពេលដែលយើងដាក់ជីដាក់អីចឹងឃើញផ្លែចឹងក្តាប់អញ្ចឹងវាអត់ទាន់ធំផ្លែធំអត់ទាន់អីចឹងវាអត់ឃើញមេសាខាធ្លាក់មកច្រើនទេព្រោះយើងមើលអត់ឃើញព្រោះខ្ញុំថតតែកាមេរ៉ាបានតែប៉ុណ្ណឹងអញ្ចឹងបងប្អូនមើលទៀតនេះផ្លែច្រើនបែបនេះប៉ុន្តែវាអត់ទាន់រីកផ្លែដូងកាលណាតែអត់ទាន់រីកផ្លែដូងមេសាខារបស់វាអត់ទាន់ចុះមកក្រោមស្អាតទេហើយក៏មិនអាចថតនឹងកាមេរ៉ាដែលឃើញទាំងអស់បានដែរនេះគឺជាការពិតរបស់វាហើយវាផ្លែរយៈពេល5អាយុ5ឆ្នាំផ្លែរយៈពេលឆ្នាំទី3ហើយអញ្ចឹងវាឡើងទៅលើអញ្ចឹងកាលណាតែវាឡើងទៅលើឃើញតែខាងក្រោមទេថតខាងលើក៏បើថតតែកាមេរ៉ាខាងលើក៏ឃើញតែស្លឹកដល់ពេលថតកាមេរ៉ាខាងក្រោមក៏បានឃើញតែប៉ុណ្ណេះហើយដងខ្ញុំផ្លែទៅតែក្តាប់អត់ទាន់ផ្លែធំទេចាក្តាប់ប្រប៉ិនក៏ដៃប្រប៉ិនកពួនដៃប្រប៉ិនកពួនជើងអត់ទាន់ដល់កាត់កើតអញ្ចឹងករណីបែបនេះខ្ញុំចង់អធិប្បាយប្រាប់បងប្អូនអ៊ំពូមីងថាដាក់ជីឲ្យទៀងទាត់ផ្លែនឹងទៀងទាត់ប៉ុន្តែបើបានដាក់ជីទៀងទាត់ផ្លែនឹងមិនទៀងទាត់ហើយនឹងមានការជ្រុះកាត់ឡើងនៅពេលដែលភ្លៀងខ្លាំងចាអរគុណច្រើនឥឡូវយើងនឹងមើលទស្សនវិជ្ជាទូទៅនៃការដាក់ជីបន្តទៀតអូខេអូយមេឃភ្លៀងแบบសើមហ្មងបងប្អូនវិញដាក់ជីទៅវគ្គនេះដឹងថាស្អាតសាហាវនេះសិតតែក្តាប់មកថ្មីទាំងអស់ក្តាប់ថ្មី4ខែទៀតមិនឃើញស្អាតក្តាប់ពេញដើមណាគ្រប់ដើមណាចានេះអូណាផ្លែច្រើនឯងដាក់រៀងធ្ងន់ដៃតិច5ក្តាប់អីចឹងទៅអូយ៉ាងស្អាតដូងអត់រីកមាសទេដើមវាគឺនៅតែប៉ុណ្ណឹងរហូតចាប៉ុន្តែដែលរីកមាសគឺផ្លែចាមានតែផ្លែទេដែលរីកមាសស្អាតសាហាវណាមើលនឹងភ្នែកដងវាឡើងខ្ពស់ហើយផ្លែវាពេញស្អាតហើយតាមមែនទេមេឃចង់ទៅមកនេះស្អាតណាស់ដប់ដងនឹងពេញអូយឡើងណានដើមហ្មងណានក្ពោហ្មងអូយស្អាតទៅ
មាននៅលោកអូយផ្លែឡើងធំធំក្តាប់ត្រង់ធំធំគ្មានបាត់មកដើមនោះអាទូចនោះចេញដែរនោះក្តាប់ឡើងស្ញះទឹកដក់ភ្លៀងអូយបងប្អូនដំពូមីងហើយឃើញញាក់ហ្វិតថតកាមេរ៉ាប៉ុណ្ណឹងវាមិនតិចភ្នែកប្រហែលមកឃើញខ្លួនឯងសោះណាឃើញខ្លួនឯងនឹងវាតិចភ្នែកទៅហើយអូយឆ្នាំនេះខ្ញុំសប្បាយចិត្តខ្លាំងណាស់ថតផងឲ្យខ្ញុំផងហើយនេះអូយស្អាតម៉ែស្អាតហ្មងណាផ្លែแบบណែនដើមទាំងអស់ហ្មងណាดูดิโอ้ย